ខ្ញុំឈ្មោះនួនបុប្ផាសប្តាហ៍ថ្ងៃអាយុ66ឆ្នាំនៅភូមិគោកស្នួរឃុំខ្នាតស្រុកពួកខេត្តសៀមរាបនាងខ្ញុំកើតនៅឆ្នាំ1958មានបងប្អូន8នាក់ឪពុកប៉ាស្លាប់ហើយនៅម៉ាក់ឈ្មោះងួនណារីបងស្រីទី1ឈ្មោះងួនណារីណាបងទី2ឈ្មោះងួនណូរិនបងទី3ឈ្មោះងួនហាងបងទី4ឈ្មោះងួនណូរិនបន្ទាប់មកខ្ញុំទី5ងួនបុប្ផាបន្ទាប់មកប្អូនទី6ឈ្មោះងួនសូរីទី7ងួនបូរីទី8ងួនអនតារាចង់ឲ្យរកឃើញបងប្អូនបែកយូរឆ្នាំហើយឆ្នាំ2005ខ្ញុំបានទៅភ្នំពេញទៅដល់ផ្ទះឃើញតែសម្បកផ្ទះខ្ញុំឃើញគេនៅដល់ជំនាន់ពលពតក៏បែកចេញជាមួយម៉ាក់ទៅនៅជាមួយម្ដាយមីងនៅតាមគាត់នៅបានបែកពីម៉ាក់បងប្អូនមុនបែកគ្នាបងទៅប្រទេសបារាំងនោះបងបានផ្ញើអដ្រេសមកដល់ពេលជំនាន់អាពតខ្ញុំយកទៅជាប់នឹងខ្លួនមានថ្ងៃមុននោះវាឆែកតាមផ្ទះប្រជាជនដល់វាឃើញអដ្រេសខ្ញុំនឹងរូបថតដេញជូនបងឡើងយន្តហោះនោះវាហែកចោលវាចោទខ្ញុំថាកូននាយទុនផងកុំអីនឹងបាត់ខ្លួនខ្ញុំថាខ្ញុំអត់មែនទេរូបថតទាំងប្រមាណនេះខ្ញុំរើសតាមផ្លូវមកពីបៃលិនទេវាហែកអដ្រេសនោះមកអត់បានមានតំណែងអីទេចេញមកពីបៃលិនចូលទៅនៅខាងតំបន់3ភ្នំសពៅបែកគ្នារហូតនៅក្នុងព្រៃស្ងាត់ឈឹងម៉ាក់មានវិឡានៅកែបដល់គាត់ជួលផ្ទះជួលដល់ថ្ងៃសម្រាប់មួយសៅរ៍ថ្ងៃអាទិត្យប៉ានាំទៅលេងឈ្មោះវិឡាលើក្រុងកែបខ្ញុំគាត់ជួញខាងកប៉ាល់ទឹកដឹកតំណែងចេញចូលតាមប្រទេសក្រៅសម្រាប់រៀនអីប៉ានាំទៅលេងទៅដល់កំពង់សោមទៀតទៅឡើងកប៉ាល់ពេលឆ្នាំ7គាត់នោះប៉ាស្លាប់ការនៅជុំគ្នាបងប្អូននៅភ្នំពេញថ្ងៃមុននោះម៉ាក់ផ្ញើ7ទុំមកពីកែបដល់ទៅថាឲ្យអ្នកបំរើទេបកយកសាច់7ដាក់ផ្សេងយកគ្រាប់ចេញដើម្បីប្រឡាក់ជាមួយអំបិលដាក់ក្នុងកែវដល់ខ្ញុំជាមួយបងប្រុសខ្ញុំបន្ទាប់ងួនសរិននោះដណ្ដើមកំបិតគ្នាក៏ថាឲ្យកំបិតមកបងដល់ខ្ញុំអត់ឲ្យទៅកាប់ដៃខ្ញុំរហូតមកស្នាមទៅសពថ្ងៃកាប់នេះស្នាមឲ្យកូនមើលឲ្យចៅមើលបើបងឬប្អូនឬក្មួយឃើញក្នុងវីដេអូនេះហើយមកតាក់ទងបងក៏ប្អូនខ្ញុំនៅខេត្តសៀមរាបសពថ្ងៃនៅភូមិគោកស្នួរឃុំខ្នាតស្រុកពួកខេត្តសៀមរាបបែកគ្នាយូរឆ្នាំហើយស្វែងរកណាស់ដែរហើយប៉ុន្តែមិនដឹងមិនទាន់បានជួបហើយសូមមកជួបបងឃើញប្អូនក៏មកយកប្អូនផង